Ok, sự đâyទាំងអស់គ្នាថ្ងៃនេះយើងចូលមករៀនទី3របស់យើងទាក់ទងជាមួយនឹងការ create table និង relationship នៅក្នុង SQL Server របស់យើងអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅមេរៀនរបស់យើងតែម្ដងទៅអញ្ចឹងនៅក្នុងមុននឹងយើងចាប់ផ្ដើមធ្វើការ create table យើងត្រូវស្គាល់ប្រភេទ data type សិនដោយសារមុននឹងយើង create table ហើយយើងនៅក្នុង table នោះវាមាន field មួយអញ្ចឹងដើម្បី create table បាន create field មួយបានយើងចាំបាច់ត្រូវតែស្គាល់ប្រភេទ data type ដែលនៅក្នុង data type គឺមាន data type ប្រភេទធំចំនួន4ប្រភេទហ្នឹងហើយជាទូទៅគឺគេប្រើ3ប្រភេទខាងលើនេះមាន string មាន number ហើយនិងមាន date and time data type របស់យើងហ្នឹងហើយនៅក្នុង string number ហើយនិង date and time ហ្នឹងវាមាន data type ផ្សេងនៅក្នុងហ្នឹងប៉ុន្តែជា goal របស់វាគឺមាន3ហ្នឹងអញ្ចឹងមុននឹងយើងធ្វើការ create table បានដាច់ខាតយើងត្រូវតែស្គាល់ប្រភេទ data type ទាំងអស់ហ្នឹងហើយចំពោះនៅក្នុង data type ទាំង3ហ្នឹងទាំង4ហ្នឹងខាងក្រោមនឹងមាន other data type ហ្នឹងខ្ញុំដាក់ជា homework ឲ្យគ្នាយើងថានៅក្នុង string ហ្នឹងមាន data type ខ្លះមាន char varchar unvarchar ហើយវាមានប្រមាណ character នៅក្នុងហ្នឹងយើងទៅ research ឲ្យខ្ញុំថានៅក្នុង string មានប្រមាណហើយនៅក្នុងមួយហ្នឹងមានប្រមាណ character នៅក្នុងហ្នឹងអញ្ចឹងយើងអាចទៅ search ប្រភេទ data type មួយហ្នឹងនៅក្នុងហ្នឹងវាមាន data type គេខ្លះទៀត search ឲ្យខ្ញុំដាក់ជា homework សម្រាប់បន្ទុកបូកជាមួយនឹងពេលយើងបញ្ចប់ឆមាសរបស់យើងអញ្ចឹងបញ្ជាក់ម្ដងទៀតទៅ search data type ទាំង4ហ្នឹងថានៅក្នុងមួយហ្នឹងមានប្រភេទ data type ខ្លះហើយមានប្រមាណ character អញ្ចឹងអ្នកទាំងអស់គ្នាអាចទៅសេជា Word ក៏បានឬក៏អាចទៅសេជាដៃល្អផ្ញើខ្ញុំក្នុង Telegram ខ្ញុំដាក់ជា homework សម្រាប់អ្នកយើងអញ្ចឹងគណៈបញ្ជាក់ម្ដងទៀតថាយើងមុននឹងធ្វើការ create table បានដាច់ខាតយើងត្រូវតែស្គាល់ប្រភេទ data type ថានៅក្នុង field មួយដែលនៅក្នុង table ហ្នឹងនៅក្នុង table ហ្នឹងមាន field អីខ្លះហើយ field មួយហ្នឹងគេឲ្យវា data type ជាប្រភេទអីមានន័យថាឧទាហរណ៍ថាជា personal ID គេឲ្យវាជា in ហើយ first name ជា unvarchar ហើយ last name ជាunvarchar ដូចគ្នាតែគេកំណត់ character ឲ្យវាត្រឹម30ហើយនិង50ហើយmodified date ហ្នឹងគឺ small date time ហើយនៅក្នុងនោះគឺមានការ low មានអីទៀតយើងនឹងនិយាយគ្នានៅក្នុង create table អញ្ចឹងមុននឹងយើងធ្វើការ create table បានដាច់ខាតយើងត្រូវទៅស្គាល់ប្រភេទ data type អូខេអញ្ចឹងយើងតចូលដល់ចំណុចទី2របស់យើងទាក់ទងជាមួយនឹងការ create table ហើយនៅក្នុងការ create table នោះដែរគឺយើងមាន2ប្រភេទគឺការប្រើប្រាស់ tool របស់យើងដែលមាននៅក្នុង SQL Server Management Studio របស់យើងហ្នឹងមានន័យថា tool ដែលគេ build ឲ្យយើងស្រាប់ហើយមួយទៀតគឺយើងគឺប្រើ transaction ឬក៏ statement SQL statement របស់យើងហ្នឹងដែលយើងទៅសេនៅក្នុង query របស់ SQL របស់យើងអញ្ចឹងនៅក្នុងការបង្កើត table គឺមាន2ប្រភេទហ្នឹងអញ្ចឹងនេះគឺទី1យើងនិយាយពីការ create table នៅក្នុង SQL Server Management Studio របស់យើងអញ្ចឹងជាដំបូងមកដើម្បីចូលទៅក្នុងការ create table បានយើងត្រូវចូលទៅ SQL Server របស់យើងមកហើយយើង connect ទៅ database engine របស់យើងមកហើយទៅ object explorer របស់យើងមកហើយ right click នៅលើ table យកពាក្យថា new table ហើយ type column name choose data type ដូចខ្ញុំបាននិយាយខាងដើមមិញអញ្ចឹងបន្ទាប់ពីយើងដាក់ column name ហើយយើងត្រូវដាច់ខាតត្រូវតែរើស data type ឲ្យវាហើយយើងត្រូវតែរើស vector យើងជ្រើសរើស vector ហ្នឹងមានន័យថាយើងអាចឲ្យវា allow ឬក៏មិន allow ឲ្យវាជា set constraint ឲ្យវាថាយ៉ាងម៉េចបន្ថែមទៀតអញ្ចឹងទៅអញ្ចឹងយើងនឹងនិយាយពីការ create ថាយើងត្រូវអនុវត្តយ៉ាងម៉េចខ្លះអញ្ចឹងបន្ទាប់ពីយើងtype column name choose data type រួចហើយយើងបន្តទៀតដូចគ្នាយើងមានឃើញនៅក្នុងរូបនេះអញ្ចឹងគឺយើងត្រូវតែ
ដាក់ column name ហើយ data type ហើយយើង take ការ vector របស់វានឹង allow ឬក៏ allow null ឬអត់ចឹងទៅហើយយើង set វាជា primary key ឬក៏ foreign key អីចឹងទៅអញ្ចឹងនៅក្នុងនេះគឺយើងការ set ជា primary key នៅលើ column អញ្ចឹងនៅពេលដែលយើង create table ដាក់ឈ្មោះដាក់អីរួចហើយជ្រើសរើស data type រួចហើយយើងត្រូវគិតថា column មួយហ្នឹងយើងឲ្យសិទ្ធវាជាអីខ្លះមានន័យថាឲ្យសិទ្ធយ៉ាងម៉េចមានថាយើងឲ្យវាជា primary key ឬក៏ជា foreign key ឬក៏ column ជាធម្មតាទេมันមានឲ្យវា constraint អីគេខ្លះទេអញ្ចឹងនៅចំណុចនេះខ្ញុំឧទាហរណ៍មួយគឺការខ្ញុំឲ្យ personal ID ហ្នឹង person ID ហ្នឹងខ្ញុំឲ្យវាជា primary key អញ្ចឹងដើម្បី set វាជា primary key បានយើង right click ទៅលើ column ហ្នឹងហើយយកពាក្យថា primary key ដូចគ្នាយើងបានឃើញនេះប៉ុន្តែអានេះវាមិនវាជាប់ខ្លាំងទេដោយសារ select ខ្ញុំក្របរូបទៅពេល right click យក select នឹងអត់បានអញ្ចឹងខ្ញុំយកពី internet មកក៏ពិតយើងយកមួយនេះពេលបន្ទាប់ពី right click ហើយលើ column ហ្នឹងហើយឧទាហរណ៍ថាឥឡូវយើង right click លើ person ID យើង right click លើនឹងមកហើយយកពាក្យថា set primary key នេះមកអូខេអញ្ចឹងបន្ទាប់ពីយើងគិតហើយថាយើង set column ណាជា primary key column ណាជា foreign key រួចហើយយើងដូចកន្លែងនេះមានន័យថាយើងចង់ create column ជា foreign key យើង right click យកពាក្យថា relationship click column យកពាក្យថា relationship ហ្នឹងមកអូខេអញ្ចឹងយើងបន្តទៀតបន្ទាប់មកយើងយកពាក្យថា file save ហើយ type table name យើងមកយើង typing ដាក់ឈ្មោះ table name របស់យើងមកបន្ទាប់មកយើងចុច OK ចុច OK បន្ទាប់ពី OK ហើយយើងអត់ខ្ញុំជឿថាប្រហែលជាវាអត់ refresh ឲ្យយើងទេអញ្ចឹងដើម្បីឲ្យវា refresh ឲ្យ show ឃើញ table ដែលយើងបានបង្កើតយើងចុចលើ button ដែលមានស្រាប់ក៏បានឬក៏យើងចុច F5 ក៏បានបន្ទាប់ពីហ្នឹងមកវាប្រកាសជា refresh Object Explorer របស់យើងហើយនឹងឃើញ table របស់យើងហើយអូខេអញ្ចឹងនេះគឺជារបៀបទី1ដែលយើងបានធ្វើការជាមួយគ្នាខ្ញុំគិតថាវាអត់ជាមានអីពិបាកទេយើងធ្វើតាមដំណាក់កាល step របស់យើងនឹងមកអញ្ចឹងខ្ញុំសូមបញ្យល់ slide ឲ្យចប់តែហ្មងទៅហើយនឹងបន្ទាប់មកយើងនឹងធ្វើការចូល SQL server របស់យើងដើម្បីធ្វើការអនុវត្តអូខេអញ្ចឹងយើងចូលរបៀបទី2របស់យើងតាក់ទងជាមួយនឹងប្រើ transaction SQL server របស់យើងឬក៏ខ្ញុំអាចនិយាយបានថាជា statement SQL statement របស់យើងប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់បានដឹងខ្លះហើយថាយើងធ្លាប់រៀនពីមុនមកថាប្រហែលជាធ្លាប់ដឹងតាក់ទងជាមួយនឹងការ create database create table ខ្លះហើយប៉ុន្តែនៅក្នុងនេះយើងបញ្ជាក់បន្ថែមទៀតទៅលើប្រភេទ data type ថាយើងត្រូវ field មួយហ្នឹងយើងត្រូវប្រើ data type ខ្លះហើយយើងឲ្យវាកំណត់ឲ្យវាប្រមាណ character ហើយយើងឲ្យវាមាន constraint អីដាក់ constraint អីឬអត់អញ្ចឹងនេះគឺជា syntax ដែលយើងមានទី1គឺ create table ហើយដាក់ឈ្មោះ table ហ្នឹងមកហើយ field data type ប្រភេទ data type បន្ទាប់មកបើយើង set constraint ឲ្យវាមានថាយើង set ជា primary key ឬក៏អត់អីចឹងទៅ allow null ឬក៏មិន null អីចឹងទៅយើងដាក់ constraint មកនេះគឺជា syntax របស់វាតាក់ទងជាមួយនឹង transaction SQL របស់យើងឬក៏ SQL statement របស់យើងអញ្ចឹងយើងចូលទៅមើលប្រភេទ constraint របស់យើងថាយើងមានអីខ្លះយើងមាន null ឬក៏ not null default value identify primary key check foreign key on cascade មានន័យថាយើងប្រើ cascade update delete របស់យើងហ្នឹងមានថាអាចមានសិទ្ធិឲ្យគេកែប្រែបាននេះជាប្រភេទ constraint ដែលយើងត្រូវដឹងថាយើងចង់ដាក់វាជា constraint មួយណានៅពេលដែល column មួយហ្នឹងយើងត្រូវ set constraint ឲ្យវាឬក៏អត់អញ្ចឹងនេះជាប្រភេទ constraint ដែលមាននៅក្នុង SQL server របស់យើងអានេះគឺយើងត្រូវតែចាំគឺអ្វីដែលគេមានស្រាប់នៅក្នុង SQL server របស់យើង
ចឹងយើងចង់បានប្រើ constraint មួយណាយើងប្រើ constraint មួយហ្នឹងទៅអូខេជីនេះគឺជាឧទាហរណ៍ដែលគេធ្វើការ create table student មួយដែលមាន stu id ហើយឲ្យវាជា data type ជា in ហើយគេឲ្យ constraint វា pk student ជា primary key នេះជាឈ្មោះ constraint ហើយដាក់វាជា primary key បន្ទាប់មកគេដាក់ stu name ហើយឲ្យវាជា varchar data type ជា varchar ហើយកំណត់ឲ្យវា30 character ហើយគេ allow ដាក់ constraint ឲ្យវា not null មានន័យថាវាមិនអាចទទេបានទេមួយទៀតបន្ទាប់មក column ទី3គឺគេប្រើ gender បន្ទាប់មកគេដាក់ឲ្យវាជា varchar ដែរហើយគេឲ្យវា10 character ហើយគេមិនអាចឲ្យវា null បានដែរទី4គឺ column dob គេឲ្យវាជា date time ហើយអាច null បានមានន័យថាយើងអាចទទេឬក៏អត់ឲ្យមានថា salary ឲ្យជា float check constraint វា check វាមានន័យថា constraint មិនអាចតូចជាងឬស្មើ0ទេមានន័យថា salary ហ្នឹងមិនអាច0ឬក៏តូចជាងឬស្មើ0ទេ salary ហ្នឹងដាច់ធំជាងឬស្មើមានថាមិនអាចតូចជាងឬស្មើ0ទេដាច់ខាតជា default របស់វាគឺមានន័យថាឲ្យ salary វាធំជាងឬស្មើ0 default របស់វាហ្នឹងគឺ0មានថាបើគេមិនពេញទេអាច0 salary មិនអាចដក0បានទេមិនអាចក្រោម0បានទេអូខេអញ្ចឹងនេះគឺជាឧទាហរណ៍មួយនៅក្នុងចំណោមឧទាហរណ៍យើងអញ្ចឹងយើងបន្តទៅឧទាហរណ៍ទី3របស់យើងទី2របស់យើងគឺ cost ដែលគេមាន3 column ហ្នឹងគឺដដែលទេមើលគ្នាយើងសង្ឃឹមថាគ្នាយើងយល់អាចចេះមើលគឺឈ្មោះ field data type constraint ឈ្មោះ field data type ចំនួន constraint ដូចគ្នាអញ្ចឹងយើងមាន3 column ហ្នឹងហើយនេះគឺជាឧទាហរណ៍ទី3ដោយសារខ្ញុំបញ្យល់ដដែលពេកកុំឲ្យវាខាតពេលយូរអញ្ចឹងខ្ញុំនិយាយកាត់ទៅដោយសារនេះជាឧទាហរណ៍ទេវាមិនមានអីជាច្រើនទេហើយនេះជា create table study stu id in constraint វា fk study student ហើយ foreign key មានន័យថាចេញពី student table student ហ្នឹងគឺ stu id របស់យើងហ្នឹងហើយគេឲ្យវាcase id in the constraint fk ហ្នឹងរបស់យើងហ្នឹងជា foreign key ដែរមានន័យថា column ទាំងពីរនេះគឺជា foreign key ដែរcid ហើយនិង stu id ហ្នឹងសិតតែជា foreign key ដែលចេញពី table cost របស់យើងហ្នឹងហើយគេយក cid យក column cid មកធ្វើជា primary key ដែលយកមកដាក់នៅក្នុង foreign key នៅក្នុង table study របស់យើងនេះហើយ cost វាជា varchar allow not null ដែរហើយឲ្យ constraint វា pk study ហើយឲ្យវាជា primary key អូខេអញ្ចឹងយើងមាន3ឧទាហរណ៍ហ្នឹងអញ្ចឹងយើងបន្តទៀតបន្ទាប់ពីយើងធ្វើការ create table បន្ទាប់មកយើងនឹងមានយើងអាច update table របស់យើងបាន alter មានន័យថាយើងអាចកែអាចបន្ថែមហ្នឹងហើយកែអាចលុបអាចមានន័យថាយើងអាច modify វាបាននិយាយខ្លីទៅកែហ្នឹងចង់លុបចង់edit យើងចង់ edit ឈ្មោះ column ឬក៏ចង់បន្ថែម column ឬចង់ក៏លុប column នៅក្នុង table មួយហ្នឹងយើងអាចប្រើទៅតាម syntax របស់យើងខាងក្រោមនេះអញ្ចឹងបើសិនជាយើងចង់ add column យើងយក alter table មកឈ្មោះ table add column ហើយ data type មកអញ្ចឹងបើយើងចង់ delete alter table ដូចគ្នាឈ្មោះ table drop column name ជាឈ្មោះ column ដែលយើងមាននៅក្នុង table មួយ
ណាដែលយើងចង់លុបហើយនេះ table ណាដាក់ឈ្មោះ table ដែលយើងចង់លុបហើយយើងដាក់ឈ្មោះ column មកហើយ change data type យើង alter table name alter column name ហើយដាក់ឈ្មោះប្រភេទ data type ថ្មីឲ្យវាទៅនេះជាប្រភេទនៅក្នុងការកែ table របស់យើងហើយ drop table របស់យើងនោះមានមួយទៀតគឺ drop table ខ្ញុំអត់ដាក់ទេដោយសារគ្នាយើងធ្លាប់បានដឹងពីឆមាសមុនមកហើយគឺ drop table name មកគឺអត់មានអីពិបាកទេអូខេអញ្ចឹងយើងបន្តទៀតអញ្ចឹងយើងអាចនេះគឺជាការ rename table គឺជា syntax ដែលសម្រាប់យើងធ្វើការ rename table rename field មានន័យថា rename field ដែលយើងមានរួចហើយយើងអាច update វាបានហើយយើងអាច check descript របស់វាបាននៅក្នុង table ហ្នឹងអូខេអញ្ចឹងនេះជាប្រភេទ modify ជា syntax ដែល modify នៅក្នុង SQL server របស់យើងហ្នឹងអញ្ចឹងគឺអត់មានអីពិបាកទេយើងគ្រាន់តែវាយ sp rename មក old table name មកហើយយើងដាក់ឈ្មោះ table ថ្មីឲ្យវាទៅមានថាយើង update យើងជ្រើសរើសយក table ណាដែលយើងចង់ update ហើយយើងដាក់ឈ្មោះថ្មីឲ្យវាទៅអូខេអញ្ចឹងនេះជា syntax សម្រាប់ alter table របស់យើងអញ្ចឹងយើងបន្តទៀតទាក់ទងជាមួយនឹងការងារជាមួយ constraint របស់យើងអាច constraint របស់យើងអាចដាក់ហើយក៏យើងអាចកែបានដូចគ្នាទាក់ទងជាមួយនឹងការ add constraint ដាក់ constraint មានន័យថាយើងភ្លេចយើងអីហ្នឹងយើងអាច alter constraint យើងមានថាយើង update constraint របស់យើងបន្ថែមទៅលើ table ដែលយើងបាន create រួចហើយដោយយើងប្រើ syntax នេះអញ្ចឹង rename constraint ហ្នឹងបើយើង add ហើយមានថាយើង add ច្រឡំឬក៏យើងចង់ធ្វើការកែប្រែអីយើងអាចធ្វើការ rename constraint របស់យើងបានអញ្ចឹងយើងមាន3ហ្នឹងទាក់ទងជាមួយនឹងការ add constraint rename constraint ហើយនិង delete constraint នេះគឺជាការងារជាមួយ constraint របស់យើងហ្នឹងអញ្ចឹងមានក្នុងថ្ងៃនេះគឺយើងមានប៉ុណ្ណឹងហើយយើងបាច់ skip video ទេយើងចូលទៅធ្វើការអនុវត្តជាមួយគ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីមេរៀនរបស់យើងអញ្ចឹងយើងទៅបើក SQL Studio របស់យើងមក SQL Management Studio របស់យើងអាន SQL Studio ទៅវាងាយស្រួលនៅក្នុងការនិយាយពេលខ្លះយើងនិយាយឲ្យចំពាក្យពេកទៅខ្ញុំនិយាយតែ SQL ក៏គ្នាយើងដឹងដែរយើងទៅបើក SQL គ្នារបស់យើងមកចាំបន្តិចគ្នាយើងដោយសារកុំព្យូទ័រខ្ញុំយ៉ាង slow បន្តិចអូខេអញ្ចឹងបន្ទាប់ពីយើងបើក SQL មកដើម្បីឲ្យយើងទៅធ្វើការងារបានយើង select វាយក server របស់វាហ្នឹងជា database engine មកហើយយើងធ្វើការ log in ជាមួយនឹង user SAR ទៅដោយគ្នាយើងបានដឹងហើយយើងធ្វើការ install ហើយយើងធ្វើការ enable user SAR របស់យើងនៅមេរៀនទី1រួចហើយអញ្ចឹងដូចធម្មតាមកដូច create database ដែរយើង log in ចូល user SAR មកអញ្ចឹងដើម្បីធ្វើការ create table បានយើងចូលទៅក្នុង Object Explorer របស់យើងខ្ញុំបង្ហាញវិធីសាស្ត្រទី1ឲ្យគ្នាយើងបានឃើញអញ្ចឹងនេះយើងចូលចុចទៅលើ drop down របស់ចុចតម្លាក់ database មកចុចលើ database ហើយចុចសញ្ញាបូកនៅមកវាតម្លាក់ហើយអញ្ចឹងយើងជ្រើសរើស database ដែលយើងបានបង្កើតរួចហើយពីកាលពីសប្តាហ៍មុនយើងចង់ create table នៅក្នុងណានៅក្នុងDB cell ឬក៏ database test DB test របស់យើងនេះអញ្ចឹងយើងចុចទៅលើ database ហ្នឹងមកហើយយើងចុចទៅលើ table យើង right click ទៅលើពាក្យថា table យកពាក្យថា new table អញ្ចឹងយើងធ្វើការបំពេញ field ឲ្យវាមកមាន p id អញ្ចឹងទៅហើយយើងជ្រើសរើសយកប្រភេទ data type ជាអី
វាមានច្រើននៅក្នុងហ្នឹងអញ្ចឹងគ្នាយើងត្រូវតែរើសដូចខ្ញុំបាននិយាយហើយទៅមើល homework របស់យើងហើយទៅរកធ្វើការ homework របស់យើងហ្នឹងយើងនឹងប្រភេទដឹងថាប្រភេទ data type មួយហ្នឹងប្រើសម្រាប់ធ្វើអីខ្លះហើយមានប្រមាណ character អញ្ចឹងខ្ញុំនេះគ្រាន់តែជាឧទាហរណ៍ទេយើងដាក់អីដាក់ទៅចេះគ្នាយើងទេ field មួយហ្នឹងអូខេអញ្ចឹងប៉ុណ្្នឹងមកហើយបន្ទាប់មកយើងនឹងធ្វើការ save table ហ្នឹងទៅយើង save យើងចុចទៅលើ file យកពាក្យថា save ក៏បានឬក៏ control S ក៏បានយើងចុចទៅលើប៊ូតុងនេះក៏បានអាស្រ័យលើការចង់របស់យើងទេអញ្ចឹងយើងធ្វើការ save ទៅអញ្ចឹងក្នុង table ទី1របស់យើងហ្នឹងมันមាន table ផ្សេងទេអញ្ចឹងយើងមិនបាច់ right click យក relationship អីទេហើយបើយើងចង់ក៏ដាក់ទៅ right click យក relationship មកតែយើងមានតែមួយ table អញ្ចឹងមិនដឹង relationship ទៅមួយខាងណាទេអញ្ចឹងជាឧទាហរណ៍យើងបង្កើត table ធម្មតាសិនមកអូខេអញ្ចឹងខ្ញុំ set PID នេះឲ្យ constraint វាជា primary key ឬក៏អត់អញ្ចឹងបើយើងចង់ primary key យើង right click ទៅលើ column មួយហ្នឹងហើយយកពាក្យថា set primary key អញ្ចឹងឃើញរូបកូនសោនេះវាជាតំណាងឲ្យមានន័យថាជា primary key ហើយយើងចង់ដឹងថាវាជា primary key យើងឃើញទៅរូបកូនសោហ្នឹងទៅគឺយើងដឹងថាវាជា primary key ហើយអញ្ចឹងយើងអាចមើល column property នៅខាងក្រោមមកtable របស់យើងខ្ញុំទាញឲ្យធំបន្តិចដើម្បីងាយស្រួលមើលនេះជាproperty របស់ column មួយយើងមានឈ្មោះយើងមិនចាំបាច់ទៅរើសលើនេះក៏បានដែរយើងរើសនៅលើក្នុង column property របស់យើងនេះក៏បានដែរគឺយើងអាចធ្វើការងារបានធ្វើការងារនឹងជាមួយគ្នាបានដែលយើងអាចប្រើវាជានៅកន្លែងនេះឬក៏ប្រើនៅកន្លែងនេះក៏បានដែរអញ្ចឹងយើងចង់ដឹងអ្វីយើងអាចចុច drop អញ្ចឹងមកអូខេអញ្ចឹងគឺយើងមានប៉ុណ្ណឹងហើយយើងធ្វើការ save មកបន្ទាប់ធ្វើការ save យើងដាក់ឈ្មោះមកហើយជាទូទៅទម្លាប់table យើងអាចដាក់ថា DBO ឬក៏ TBL ក៏បានដែរអានេះអាស្រ័យលើជាទម្លាប់របស់យើងទេយើងដាក់ DBO ក៏បានខ្ញុំតែជាទូទៅខ្ញុំទម្លាប់ដាក់ TBL ហើយដាក់ឈ្មោះ table មកយើងដាក់ថា KK ចឹងចាស់ឧទាហរណ៍បន្ទាប់មកយើងធ្វើការ OK មកនឹងជាការស្រេចហើយបើសិនជាយើងអត់ទាន់ save ទេវាមិនចេញរូបផ្កាយនៅជ្រុងនេះអញ្ចឹងបន្ទាប់ពី save ហើយយើងអាចធ្វើការខ្វែងវាចោលទៅហើយអានេះអត់ទាន់ចេញទេដូចខ្ញុំបានប្រាប់អញ្ចឹងយើងអាចចុចទៅលើប៊ូតុងនេះក៏បានឬក៏យើងចុច F5 ក៏បានអញ្ចឹងខ្ញុំចុចលើប៊ូតុងទៅអញ្ចឹងគ្នាយើងបានឃើញថាយើងមាន table ចំនួន1នៅក្នុង database test នេះហើយអញ្ចឹងនេះគឺជាវិធីសាស្ត្រទី1នៅក្នុងការបង្កើត table របស់យើងអញ្ចឹងយើងចូលទៅវិធីសាស្ត្រទី2របស់យើងដើម្បីកុំឲ្យខាតពេល copy យកតែម្ដងទៅអញ្ចឹងបង្កើត table student មួយមកកើត table student អញ្ចឹងយើងចុចទៅលើ database ហ្នឹងយកពាក្យថា new query ចាំតិចនេះយើងរៀង slow បន្តិចអូខេបន្ទាប់ពីយក new query ហ្នឹងហើយយើងអាចផាស code របស់យើងមកបន្ទាប់ពីហ្នឹងមកយើងយកពាក្យថា execute មានថា query execute success មានថាយើងមិនមានការ error អីទេបន្ទាប់ពីប៉ុណ្ណឹងមកយើងអាច refresh មើល table របស់យើងបានចុចមកអូខេអញ្ចឹងយើងមាន DBO student ដោយយើង create table ដាក់ឈ្មោះថា st ច្រឡំ st ដោយដាក់ឈ្មោះថា student ហើយយើងមាន field ចំនួន5នេះដោយឲ្យវា constraint pk student អីចឹងទៅ set វាជា primary key ហើយមានវាជា varchar ជា date time ជា float អីចឹងទៅអញ្ចឹងនេះជាឧទាហរណ៍ទី1ហើយឧទាហរណ៍ទី2ទី3យើងអាចតិច
create copy ខ្លួនឯងទៅដោយសារកុំឲ្យវាយូរហើយបញ្ជាក់មួយទៀតដែរក្នុងការ create ទៅលើតាក់ទងជាមួយនឹងការប្រើ SQL statement របស់យើងឬក៏ transaction SQL ហ្នឹងយើងត្រូវតែចាំតាក់ទងជាមួយ constraint តាក់ទងជាមួយនឹង field មួយហ្នឹងបើសិនជាអាចកត់ទុកទៅមុនធ្វើការ create អីមួយយើងកត់ទុកទៅមានន័យថាពេលខ្លះ database ខ្លះយើងអាចមានសិទ្ធចូលមកក្នុង database explorer នេះបានទេសិទ្ធយើងអាច run ត្រឹម script ចេះបានទេ run ត្រឹម SQL statement ចេះបានទេអញ្ចឹងបើយើងចេះតែបង្កើតហើយយើងអត់បានចាំ field មួយនេះយើងធ្វើការ update តាក់ទងជាមួយនឹងការ update table ឬក៏ modify update constraint អីហ្នឹងគឺមានការពិបាកដោយសារយើងអត់ចាំអញ្ចឹងខ្ញុំ recommend ឲ្យគ្នាយើងកត់ទុកឬក៏បើសិនជាអាចមានឯកសារមុននឹងយើងធ្វើការបង្កើតហ្នឹងអញ្ចឹងខ្ញុំ recommend ឲ្យគ្នាយើងមុននឹងធ្វើការបង្កើតអីមួយយើងទម្លាប់កត់ទុកទៅហេតុអីមិនអញ្ចឹងដោយសារវាងាយស្រួលឲ្យយើងក្នុងការធ្វើការនៃក្រោយយើងទៅយើងចង់ update ឬក៏ធ្វើការអីមួយលុបឬក៏អីមួយយើងចាំហើយតាក់ទងជាមួយនឹង statement របស់យើងនេះជាមានការកែ modify table មានអីហ្នឹងបើយើងអត់ចាំឈ្មោះ table អត់ចាំ field អត់ចាំអីហ្នឹងទេយើងអាចធ្វើការងារអីបានជាមួយនឹងstatement នឹងបន្តទៀតបានទេយើងអត់អាច run តាមរយៈ query នឹងបានទេយើងត្រូវតែចូលមកក្នុង explorer របស់យើងនេះហើយយើង right click យកពាក្យថា design អញ្ចឹងមកយើងទៅធ្វើការ update ហើយយើងធ្វើការ save បន្តទៅតែពេលដែលយើងធ្វើអញ្ចឹងវាធ្វើឲ្យយើងមានន័យថាវាអត់ full ការងារពេលខ្លះយើងមិនប្រកាសថាយើងដូច database ដែលយើងបង្កើតខ្លួនឯងចេះយើងមានសិទ្ធចូលមកធ្វើអីគ្រប់យ៉ាងបានតែដល់យើងទៅធ្វើការងារអីគេមិនប្រកាសថាយើងមានសិទ្ធធ្វើការងារហ្នឹងឯងអញ្ចឹងបើយើងទម្លាប់ក្នុងការកត់ឬក៏អីមួយនេះយើងអាចធ្វើការ run តាមរយៈ script នេះបានបើសិនជាយើងអាច execute create table នេះបានអញ្ចឹងយើងក៏អាច execute សម្រាប់ update table របស់យើងបានដែរអញ្ចឹងយើងអត់មានសិទ្ធចូលមក explorer នេះប៉ុន្តែយើងមិនចាំបាច់ទៅពឹងគេឲ្យជួយកែយើងបានទេដោយសារយើងដឹងថា table យើងឈ្មោះអីយើងចង់កែ field ឬក៏ update field មួយណាយើងដឹងខ្លួនឯងចង់ update data type យ៉ាងម៉េចកំណត់ constraint យ៉ាងម៉េចយើងអាចធ្វើការងារដោយខ្លួនឯងបាននេះខ្ញុំសូមឲ្យគ្នាយើងទម្លាប់ក្នុងការកត់ឬសរសេរទុកក្នុង text ឬក៏ក្នុង file អីមួយសម្រាប់ការចងចាំរបស់យើងទៅវាស្រួលងាយស្រួលក្នុងការធ្វើការថ្ងៃក្រោយតែបើយើងរៀនចេះអត់ជាបញ្ហាទេគ្នាយើងរៀនចេះយើងអាចមានសិទ្ធិដោយសារជា computer ហើយ database របស់យើងបង្កើតខ្លួនឯងมันមានកំណត់សិទ្ធិអីទេអូខេអញ្ចឹងនេះជាឧទាហរណ៍ហើយឧទាហរណ៍ផ្សេងទៀតគ្នាយើងអាចធ្វើការ test ដោយខ្លួនឯងទៅហើយតាក់ទងជាមួយនឹង alter table ខ្ញុំគិតថាអត់មានអីពិបាកទេគ្រាន់តែដាក់ឈ្មោះមកហើយដាក់ឈ្មោះ column មកហើយ data type មកជាអីគេជា varchar ហើយឲ្យវាប្រមាណចរិតទៅបើកវងកញ្ចក់ចំនួនប៉ុណ្ណឹងចរិតទៅគឺអូខេហើយនេះយើងអាចធ្វើការអនុវត្តដោយខ្លួនឯងបានដើម្បីកុំឲ្យវីដេអូយើងវាម៉ោងច្រើនពេកខ្ញុំសូមបញ្ចប់វីដេអូយើងប៉ុណ្ណឹងហើយបើមានចម្ងល់អីអាចឆាតសួរឬក៏ call មកខ្ញុំបានអូខេអរគុណច្រើនទាំងអស់គ្នាសម្រាប់ការតាមដាននៅក្នុងថ្ងៃនេះយើងជួបគ្នាសប្តាហ៍ក្រោយអរគុណសំណាងល្អទាំងអស់គ្នា